បងប្អូនមើលលើអេក្រង់ផុសរថយន្តគឺវាលោតសញ្ញាវ៉ាល់កង់សញ្ញាអីផ្សេងទៀតនៅលើនឹងច្រើនតែម្ដងលេខ CLX 600ខ្ញុំមកគាត់ថាយើងមកដោះដូរប៉ុន្តែមកដល់ឃើញគាត់ដោះខ្សែម៉ាស់នេះបាត់ហើយបងប្អូនណាមុនតាមពិតឡានហ្នឹងជាទូទៅខ្ញុំដូរគឺខ្ញុំត្រូវតែបញ្ឆេះវាសិនឲ្យមានភ្លើងសិនទើបខ្ញុំចាប់ដើមធ្វើការដូរអគុយថ្មីតែឥឡូវចាក់ស្នែម្ចាស់ឡានគាត់បានដូរយល់ហើយអញ្ចឹងយើងមានតែតាមដំណើរអញ្ចឹងបងប្អូនទាំងអស់គ្នាចាំតាមដានដល់ចុងវីដេអូខ្ញុំនឹងដាក់វីដេអូដែលខ្ញុំបានថតលើអេក្រង់ផុសរថយន្តតែម្ដងថានៅពេលដែលយើងបដូរអគុយថ្មីលើរថយន្តស៊េរីទំនើបបែបហ្នឹងដូចជា LX 600 Lexus Guru តើវាមានបញ្ហាអីនៅពេលយើងផ្លាស់ប្ដូរបែបហ្នឹងបងប្អូនណាអញ្ចឹងនេះបងប្អូនណាបងប្អូនមើលលើអេក្រង់ផុសរថយន្តគឺវាលោតសញ្ញាវ៉ាល់កង់សញ្ញាអីផ្សេងទៀតនៅលើនឹងច្រើនតែម្ដងអញ្ចឹងទាមទារអីអតិថិជនគាត់ត្រូវយកឡានទៅជាងបងប្អូនណាដើម្បីឲ្យជាង scan តិចទៅបាត់ហើយអញ្ចឹងវាខានពេលតែបើសិនតែយើងពីមុនឡើយយើងកំដោះអញ្ចឹងយើងកៅអគុយចូលឡានសិនបងប្អូនណាឲ្យឡានយើងមានភ្លើងសិនចាំយើងដោះដូរអញ្ចឹងអត់មានបញ្ហាត្រូវខាត់ពេលយករថយន្តទៅ scan ទៅអីចឹងទៀតទេបងប្អូនណា